ថាស្អែកគឺពួកយើងមកធ្វើការទាំងអស់គ្នាដោះដូរថ្ងៃតែអ្វីដែលពួកខ្ញុំកើតទុកមិនសុខចិត្តទី1ចឹងគាត់និយាយរឿងការងារគឺអត់បញ្ហាទេធម្មតារោងចក្រគឺប្រញាប់ចេញទូចេញអវ៉ាន់ឲ្យពួកយើងជួយសហការថែមមកធ្វើការថ្ងៃបងថ្ងៃអាទិត្យគឺជារឿងធម្មតាសម្រាប់ពួកយើងព្រោះម៉ោង8ក៏ពួកយើងគ្រាន់ថែមថ្ងៃអាទិត្យក៏ពួកយើងគ្រាន់ធ្វើដែរមែនអត់ខែពេញធ្វើមួយខែពេញគឺពួកយើងសិតតែគ្រាន់ចូលកាត់ហើយចឹងវាអត់មានអីអស្ចារ្យនឹងមួយថ្ងៃហ្នឹងទេក៏ប៉ុន្តែអ្វីដែលពួកខ្ញុំប្រធានទៅប្រជុំម្សិលមិញពួកខ្ញុំមកសុខចិត្តគឺដោយសារតែម៉េចប្រជុំរឿងការងារសុខលើករូបហ៊ុនម៉ាណែតយកមកឲ្យពួកខ្ញុំមើលលើករូបហ៊ុនម៉ាណែតឲ្យពួកខ្ញុំមើលបើសិនជាពួកខ្ញុំជាប្រធានផ្នែកទាំងអស់គ្នាទៅសំណពរកូនក្រុមទាំងអស់ណាបានទេហើយពួកខ្ញុំដាក់កណ្ដាលងារឡើងទៅផ្ទះអត់យើងគិតមើលថាតើពួកខ្ញុំនេះមានអារម្មណ៍ម៉េចរាល់ថ្ងៃពួកយើងគិតតែពួកខ្ញុំណាគៀបសង្កត់ពួកយើងតែពួកយើងអត់ដឹងទេថាគេគៀបសង្កត់ពួកខ្ញុំម៉េចចឹងទី1ខ្ញុំក៏អត់ចង់បាត់បង់ការងារនឹងដូចគ្នាបន្ទាប់មកទៀតនិយាយរឿងបាញ់ពួកឯងទៅផ្ទះអស់ចិត្តហើយចាប់ដើមនិយាយប្រទេសយើងថៃបានថៃមកឆ្លៀនទៀនដោយសារតែប្រទេសយើងមានការងារធ្វើគេមកវិនិយោគគេយកលុយមកឲ្យហើយពួកយើងអត់ចង់បានលុយទេចឹងបានប្រទេសយើងក្រចឹងបានស្ទៀមវាមកឆ្លៀនទៀនយើងខ្ញុំមកសំដីមួយម៉ាត់ហ្នឹងដូចចាក់ចាំបេះដូងខ្ញុំចឹងខ្ញុំឈឺតែពួកយើងទៅយកបានអត់ទេជាខ្ញុំសុខចិត្តបាត់បង់ការងារចឹងគេថាទៅពីយើងណា